ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខ1នាំចេញនាឡិកាឆ្លាតវៃទូទាំងពិភពលោកនិងបានសម្ពោធលក់ Huawei Watch GT 6 Series សាកម្ដងប្រើបាន21ថ្ងៃមានការ design ប្រណិតលំដាប់នាឡិកា Lite Series ថ្លៃៗនៅលើពិភពលោកជាប់មកជាមួយនឹងមុខងារនាឡិកាបែបខ្មែរបង្ហាញពីសិល្បៈខ្មែរទៅកាន់ពិភពលោកមានភាសាខ្មែរពេញលេញនិងបំពាក់មុខងារកីឡានិងសុខភាពទទួលបានវិញ្ញាបនបត្រអឺរ៉ុបមានលក់ជាផ្លូវការហើយនៅក្នុងពិធីសម្ពោធ Watch GT 6 Series នេះក៏មានវត្តមានលោក Cherry វិចិត្រករគំនូរសហសម័យកញ្ញា Lisa Mom Content Creator កញ្ញាលេងលេងនិងលោក Chris Dina ផងដែរដែលមកធ្វើការចែករំលែកបទពិសោធន៍ប្រើប្រាស់នាឡិកាឆ្លាតវៃ Huawei Watch GT 6 Series នេះហើយសម្រាប់ Huawei Watch GT 6 Series នេះគឺពាក់បានគ្រប់កលៈទេសៈតែម្ដងមិនថាទៅធ្វើការឬក៏ចូលរួមកម្មវិធីឬក៏ហាត់កីឡាពាក់ស័ក្តិសមគ្រប់ស្ថានភាពជាមួយនឹងវត្ថុធាតុដើមកំពូលទូខ្លួនផលិតពី Titanium កញ្ចក់ជាប្រភេទ Sapphire Glass ផ្ដល់ទៅលើភាពធន់ពីការសឹកឆ្កូតភាពច្រេះនិងការពារជំរាបទឹកស្តង់ដារដល់ទៅ IP69 និង Fire ATM ផងដែរហើយចំពោះមុខងារសុខភាពវិញ Huawei Watch GT 6 Series នេះគឺទទួលបានវិញ្ញាបនបត្រទៅលើ CE Certificate បញ្ជាក់អំពីភាពសុក្រឹតពីសហភាពអឺរ៉ុបនិងមុខងារកីឡា Pro Level ផ្ដោតទៅលើមុខងារជិះកង់និងមុខងាររត់កម្រិតអាជីពផ្ដល់ទិន្នន័យលម្អិតពីការជិះកង់និងរត់ផងដែរហើយការប្រើប្រាស់ប្រចាំថ្ងៃគឺកាន់តែងាយស្រួលជាមួយនឹងថាមពលថ្មប្រើបានយូរសាកម្ដងប្រើបាន21ថ្ងៃមានទំហំផ្ទុក 64G បញ្ចូលចម្រៀងរាប់ម៉ឺនបទតែម្ដងមានភាសាខ្មែរពេញលេញអានសារដំណឹងជាភាសាខ្មែរបានហើយភ្ជាប់ជាមួយនឹងគ្រប់ Smartphone ទាំង iOS និង Android ហើយកាន់តែអស្ចារ្យទៅទៀតនោះក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជាក៏នាំចូលនាឡិកាឆ្លាតវៃ Huawei Watch 5បំពាក់បច្ចេកវិទ្យាខ្ពស់ប្រើប្រាស់ eSIM ហើយក្នុងនោះក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជាក៏ចាប់ដៃគូសហការជាមួយនឹងក្រុមហ៊ុន Cellcard លើអនុស្សរណៈនៃការយោគយល់រវាង Huawei និង Cellcard ដើម្បីដាក់ឲ្យដំណើរការ eSIM នៅលើ Huawei Watch 5ហើយក្នុងនោះអតិថិជនក៏ទទួលបានជាមួយនឹង Cellcard eSIM បូកជាមួយនឹង AO Data 50G រយៈពេល90ថ្ងៃអតិថិជនអាចរកជឿបានជាមួយនឹងនាឡិកាឆ្លាតវៃ Huawei Watch GT 6 Series ក៏ដូចជា Huawei Watch 5នៅតាមបណ្ដាហាងលក់ទូរស័ព្ទដៃទំនើបនិង Huawei Showroom គ្រប់សាខាទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅតែម្ដង